ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពីឱសថបារាណចំបៃ2អ្នកគ្រូសូមចែករំលែកអំពីផលវិបាកនៃជំងឺប្រមេះទឹកបាយចំពោះស្ត្រីតើមានផលវិបាកដូចម្តេចខ្លះมันមានចំណងផ្លូវភេទនិងខ្សោយផ្លូវភេទធ្វើឲ្យបាត់បង់សុភមង្គលគ្រួសារឬលាកមាត់ស្បូនដៃស្បូនកាត់បោះដៃស្បូនឬលាកស្បូនតាមដៃឬលាកកន្សោមពងកូនធ្វើឲ្យគ្មានកូនឬលាកអាងតាគៀកតាមដៃធ្ងន់ធ្ងរអាចបណ្ដាលឲ្យស្លាប់ជំងឺប្រមេះទឹកបាយធ្វើឲ្យគ្មានកូនកូនកើតស្បូនកូនកើតមុខមិនគ្រប់ខែកូនកើតមុខរលាកភ្នែកខ្វាក់ភ្នែកជំងឺនេះចូលរួមស៊ីខាងក្នុងធ្វើឲ្យស្ត្រីមានជំងឺសាឡាកមានជំងឺសះស្បែកខូចខួរក្បាលមានជំងឺសរសៃបេះដូងឬមានជំងឺបេះដូងជាដើមបើសិនបើពុកម៉ែបងប្អូនកើតជំងឺប្រមេះទឹកបាយសូមកុំបារម្ភសូមលាបថ្នាំលាបសះស្បែកចំបៃ2ព្យាបាលពីខាងក្រៅដូចជារោគកន្ទួលរមាស់រលាកផ្សិតពងបែកសេមាន់ជួយផ្ដល់សំណើមឡើងវិញយ៉ាងឆាប់រហ័សនិងផឹកចំបៃ2ព្យាបាលគីទម្លាក់មេរោគប្រមេះទឹកបាយពីសរសៃឈាមខាងក្នុងនិងព្យាបាលកុំឲ្យកើតមេរោគនេះបន្តទៀតប្រសិទ្ធភាពតែការប្រើប្រាស់មើលឃើញប្រើចាប់ពី3ថ្ងៃឡើងទៅផឹកចំបៃ2ពុកម៉ែបងប្អូននឹងបាត់រមាស់បាត់ក្រហាយបាត់ធ្លាក់សបាត់ហូរខ្ទុះបាត់ជំងឺកាមរោគបាត់ពីជំងឺប្រមេះជាដាច់ 100% ក្នុងរយៈពេលខ្លីទំនាក់ទំនងតាមលេខទូរស័ព្ទឬប្រអប់សារទទួលបានការប្រឹក្សាយោបល់បន្ថែមពីជំងឺប្រមេះវិធីព្យាបាលពីឱសថបារាណចំបៃ2តាមរយៈ page ឱសថព្យាបាលផ្សិតធ្លាក់សរមាស់ឬ page ឱសថបារាណចំបៃ2សូមទំនាក់ទំនងលេខទូរស័ព្ទ016 38 7000 068 79 7000 098 65 ក្រេម3សូមអរគុណ